សួស្តីបងប្អូនទាំងអស់គ្នាបើកក្បាលកម្មវិធីមកដឹងតែឃើញមីហិលហើយចង់សួរបងប្អូនទាំងអស់គ្នាតើមានបងប្អូនណាដែលចូលចិត្តញ៉ាំមីហិលដូចខ្ញុំមួយសប្តាហ៍អីទៅញ៉ាំ2ដងឬ3ដងអីចឹងជាមួយភរិយារបស់ខ្ញុំនេះទស្សនភាពនៅ BS ហើយបងប្អូនឃើញហ្នឹងមិញរូបប្រុសស្អាតអង្គុយចាំមីហិលឲ្យរីកហើយមីហិលនៅ BS នេះដូចជាមានសាច់គោមានបកងក៏ប្រគាទេខ្ញុំទៅច្បាស់ដែរហ្នឹងគាត់ឃើញហើយឃើញបងប្អូនទាំងអស់គ្នាឃើញកូនប្រុសរបស់ខ្ញុំហ្នឹងគាត់កំពុងអង្គុយចាំដែរចាំប្រហិតហ្នឹងតិចគាត់ចូលចិត្តចាំប្រហិតគាត់ហើយញ៉ាំប្រហិតច្រើនទៀតហើយប្រពន្ធរបស់ខ្ញុំហ្នឹងចូលចិត្តថតកូនប្រុសខ្ញុំទេគ្រប់វីដេអូបងប្អូនមើលអានេះគឺប្រគាចាំបងប្អូនមើលប្រពន្ធរបស់ខ្ញុំគឺគាត់ចូលចិត្តថតកូនប្រុសរបស់ខ្ញុំណាថ្ងៃនេះឈឺកហើយបញ្ចូលសម្លេងលេងកើតហើយឲ្យខ្ញុំបញ្ចូលសម្លេងជំនុកម្ដងហើយខ្ញុំចិត្តតែរៀនបញ្ចូលទៅស្អីក៏ទៅរួចទៅរាល់ថ្ងៃហ្នឹងទៅរួចទាំងអស់ស្អីក៏ទៅរួចដែរហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំមីហិលអីអញ្ចឹងមក BS មកព្រោះនៅទីនេះវាស្ងាត់គួរសមវាអត់ដូចនៅហាងយើងទៅឃើញមនុស្សអ៊ូអរច្រើនអញ្ចឹងយើងញ៉ាំអត់បានច្រើនហើយនេះគឺជាទស្សនវិជ្ជាទាំងមូលនៅក្នុងផ្សារ BS អាហ្នឹងណាបងប្អូនមើលឃើញមានភៀវតិចតួចតែគួរសមអីមួយថ្ងៃអីចឹងហើយអ្នកលក់ប៉ុនហ្នឹងគាត់ចេះតែដើរថតហើយគាត់មិនដឹងថតអីថតឡានទេមកទៅនេះមកវិញឡាននេះស្អឡានគេទេមិនមែនឡានខ្ញុំទេហើយនេះយើងចាញ់ទៅវិញយើងចេញពី BS ផ្សារ BS ទៅវិញឲ្យបងប្អូន